ជំរាបសួរនាងខ្ញុំឡៅដាណេពី Oswald Migration and Education ថ្ងៃនេះនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកឆ្វេងយល់អំពីបទបញ្ញត្តិអំពើហិង្សាក្នុងគ្រួសារនិងទិដ្ឋាការដៃគូដែលយើងហៅជាភាសាអង់គ្លេសថា Partner Visa ចំណេះដឹងដ៏សំខាន់ដែលអ្នកគួរយល់ដឹងនៅពេលនេះគឺតកតងនឹងអ្នកដែលទទួលរងអំពើហិង្សាដែលពួកគេមានសិទ្ធិនៅក្នុងការស្នើសុំទិដ្ឋាការដៃគូដោយខ្លួនឯងប្រសិនបើគេទទួលរងអំពើហិង្សាពីដៃគូដែលជាអ្នកធានាលើសំណុំរឿងរបស់ពួកគេសូមឆ្វេងយល់អំពីរូបភាពនៃអំពើហិង្សាដូចតទៅរូបភាពនៃអំពើហិង្សាក្នុងគ្រួសាររួមមានអំពើហិង្សាលើរាងកាយអំពើហិង្សាផ្នែកផ្លូវភេទអំពើហិង្សាផ្នែកផ្លូវចិត្តការរំលោភបំពានផ្នែកសង្គមនិងអំពើហិង្សាផ្នែកសេដ្ឋកិច្ចខ្ញុំសូមជម្រាបបងប្អូនឲ្យយល់ច្បាស់អំពីរូបភាពនៃអំពើហិង្សានីមួយៗថាតើអូស្ត្រាលីចាត់ទុកអំពើហិង្សាក្រោមរូបភាពបែបណាខ្លះទី1គឺអំពើហិង្សាលើរាងកាយរួមមានការវាយតប់បោយសក់ច្របាច់កទះតប់និងរុញច្រានឲ្យមានរបួសស្នាមឬស្លាកស្នាមប្រើប្រាស់អាវុធដើម្បីគំរាមកំហែងបំផ្លាញទ្រព្យសម្បត្តិនានាមិនឲ្យអ្នកគេងមិនឲ្យអ្នកបរិភោគនិងមិនឲ្យអ្នកប្រើប្រាស់ថ្នាំព្យាបាលអំពើហិង្សាផ្នែកផ្លូវភេទរួមមានបង្ខំឲ្យអ្នករួមភេទមិនថាជាមួយដៃគូឬអ្នកដទៃនោះទេបង្ខំឲ្យអ្នកប្រើប្រាស់កាយវិការរួមភេទដែលអ្នកមិនពេញចិត្តបង្ខំឲ្យអ្នកពាក់សម្លៀកបំពាក់ដែលអ្នកមិនចូលចិត្តបង្ខំឲ្យអ្នកមើលសកម្មភាពរួមភេទដែលអ្នកមិនពេញចិត្តរួមបញ្ចូលទាំងការមើលសកម្មភាពតាមឧបករណ៍អេឡិចត្រូនិកនានាអំពើហិង្សាផ្នែកផ្លូវកាយរួមមានការគំរាមកំហែងអាយុជីវិតគ្រួសារនិងសត្វចិញ្ចឹមរបស់អ្នកហៅឈ្មោះអ្នកមិនសមរម្យនិយាយបន្លាញអ្នកឧទាហរណ៍និយាយថាកូនរបស់អ្នកត្រូវតែរស់នៅជាមួយគេប្រសិនបើអ្នកចាក់ចេញពីគេធ្វើបាបអ្នកនៅចំពោះមុខកូនគំរាមកំហែងអ្នកតាក់ទងទៅនឹងសំណុំរឿងឬក៏និយាយថាបញ្ជូនអ្នកត្រឡប់ទៅស្រុកវិញការគ្រប់គ្រងអ្នកដោយបង្ខិតបង្ខំដែលធ្វើឲ្យអ្នកមានភាពឯកោនិងមិនអាចចាត់ចែងជីវិតប្រចាំថ្ងៃរបស់ខ្លួនឯងបានអំពើហិង្សាមួយទៀតគឺអំពើហិង្សាផ្នែកសង្គមរួមមានការជេរប្រមាថជាសាធារណៈមិនអនុញ្ញាតឲ្យអ្នកចូលរួមព្រឹត្តិការណ៍សង្គមមិនអនុញ្ញាតឲ្យអ្នកប្រស្រ័យតាក់ទងជាមួយអង្គការឬក៏ទទួលយកសេវាកម្មនានាសូម្បីតែជួបជាមួយគ្រូពេទ្យហើយក៏និយាយបង្ខូចអ្នកនៅចំពោះមុខអ្នកដទៃកាត់ផ្តាច់ទំនាក់ទំនងរវាងអ្នកនិងគ្រួសារនិងសហគមន៍ព្រមទាំងមនុស្សដែលតែងតែជួយអ្នកហើយក៏តែងតែតាមដាននិងគ្រប់គ្រងរាល់សកម្មភាពរបស់អ្នករួមមានទាំងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងបណ្ដាញសង្គមផងដែរអំពើហិង្សាមួយទៀតគឺអំពើហិង្សាផ្នែកសេដ្ឋកិច្ចរួមមានការគ្រប់គ្រងលុយទាំងអស់ដូច្នេះអ្នកត្រូវតែពឹងផ្អែកទៅលើគេទាំងស្រុងហើយបង្ខំឲ្យអ្នកចុះហត្ថលេខាលើប្រាក់កម្ចីឬកិច្ចសន្យានានាតែងតែសួរនាំអ្នកអំពីការចាយវាយប្រាក់កាសហើយឲ្យលុយអ្នកតិចតួចទិញរបស់ដែលគេត្រូវការប៉ុន្តែទាមទារនៅវិក័យប័ត្រគ្រប់មុខទំនិញទាំងអស់ប្រើប្រាស់ថវិការួមដើម្បីចំណាយសម្រាប់ការងារផ្ទាល់ខ្លួនរបស់គេប៉ុន្តែមិនបានសុំអនុញ្ញាតពីអ្នកប្រើប្រាស់ឈ្មោះរបស់អ្នកនៅក្នុងការបង់ថ្លៃផាកពិន័យផ្សេងៗដូចជាបង់ថ្លៃការបើកបរលើសល្បឿនកំណត់បង់ថ្លៃផ្លូវបង់ថ្លៃការចតយានជំនិះជាដើមមិនអនុញ្ញាតឲ្យអ្នកធ្វើការងារដូច្នេះអ្នកគ្មានប្រាក់ចំណូលផ្ទាល់ខ្លួនរំលោភបំពានទៅលើថ្លៃបណ្ដាការរួមមានទាំងការទាមទារថ្លៃបណ្ដាការបន្ថែមនិងការបង្ខិតបង្ខំទាមទារប្រាក់ឬក៏របស់របរផ្សេងៗបន្ថែមទៀតប្រសិនបើអ្នកកំពុងតែរស់នៅក្នុងស្ថានភាពដោយបានរៀបរាប់ខាងលើអ្នកមានសិទ្ធិទទួលបានជំនួយពីអាជ្ញាធរក្នុងតំបន់និងមានសិទ្ធិបន្តស្នើសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលីអ្នកមិនចាំបាច់អត់ធ្មត់រស់នៅក្រោមសម្ពាធដ៏ឈឺចាប់បែបនោះឡើយចំណុចសំខាន់មួយទៀតដែលអ្នកគួរយល់ដឹងគឺតកតងទៅនឹងមរណភាពរបស់អ្នកធានាលើសំណុំរឿងដែលយើងហៅជាភាសាអង់គ្លេសថា sponsor ប្រសិនបើអ្នកនៅក្នុងស្ថានភាពបែបនេះអ្នកក៏អាចស្នើសុំសិទ្ធិរស់នៅជាអចិន្ត្រៃយ៍បានដែរសូមបញ្ជាក់ថាលក្ខខណ្ឌទាំងពីរនេះមានអំពើហិង្សាក្តីនិងមរណភាពរបស់ sponsor ក្តីគឺអនុវត្តចំពោះតែបេក្ខជនដែលបានដាក់ពាក្យស្នើសុំទិដ្ឋាការដៃគូរួចមកហើយប៉ុន្តែមិនទាន់ទទួលបានលទ្ធផលថាជាប់ឬធ្លាក់ដល់ឡើយនៅក្នុងនោះមានទិដ្ឋាការលេខឬក៏យើងហៅជាភាសាអង់គ្លេសថា sub class លេខ300
សប្តាហ៍លេខ820ឬនិង801និងសប្តាហ៍លេខ309និងសប្តាហ៍លេខ100ការផ្លាស់ប្ដូរនេះមានគោលបំណងផ្ដល់នូវការការពារនិងការគាំទ្រសម្រាប់បេក្ខជនដែលដាក់ពាក្យសុំទិដ្ឋាការដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារដោយធានាថាពួកគេមិនត្រូវបានបង្ខំឲ្យរស់នៅក្នុងទំនាក់ទំនងដែលមានការបំពានក្រោមរូបភាពផ្សេងៗដើម្បីរក្សាស្ថានភាពទិដ្ឋាការរបស់ពួកគេ Oswai Migration and Education អាចជួយចង្អុលបង្ហាញផ្លូវដែលត្រឹមត្រូវដើម្បីឲ្យអ្នកទទួលបានជោគជ័យលើសំណុំរឿងរបស់អ្នកព័ត៌មានបន្ថែមសូមតាក់ទងមក Oswai Migration and Education តាមព័ត៌មាននៅលើអេក្រង់នេះលោកអ្នកក៏អាចធ្វើការណាត់ជួបជាមួយនឹងអ្នកជំនាញរបស់ Oswai Migration and Education តាមរយៈ link ដែលនៅលើវីដេអូនេះផងដែរសូមអរគុណសូមជម្រាបលា